ស្ដីបងប្អូនទាំងគ្នាបាទថ្ងៃនេះគឺមានវីដេអូថ្មីមួយបាទយកមកចែកជូនបងប្អូនទស្សនាបាទវីដេអូដ៏កម្របងប្អូនបាទនេះបាទគឺសត្វស្លាបមួយក្បាលបាទមានស្លាបបងប្អូនបាទសត្វស្លាបមួយក្បាលមានស្លាបហើបងប្អូនពិតជាចម្លែកប្លែកមែនទែនបងប្អូនបាទមិនដែលធ្លាប់ឃើញបងប្អូនបាទបងប្អូនជួយពិចារណាបាទសត្វស្លាបនិងស្លាបបងប្អូនពិតជាប្លែកមែនទែនមិនដែលធ្លាប់ឃើញពីមុនមកបងប្អូនបាទគឺដើរតែឯងទេបងប្អូនបាទដោយសារវារូបរាងវាខុសប្លែកពីស្វាដទៃបាទបងប្អូនពេលនេះគឺវាដើរមិនមានគ្នាទេបងប្អូនគឺដើរទៅណាមកណាគឺដើរតែឯងបាទដើរតែឯងអត់មានគ្នាបងប្អូនដោយសាររាងវាមានស្លាបហើខុសប្លែកពីស្វាដទៃនេះហើយគឺបាទគឺសកម្មភាពវាបាទបងប្អូនបាទគឺបកឡាប្រហាបងប្អូនគឺពិតជាឆារយៈមែនបងប្អូនបាទស្រុកខ្មែរនេះគឺបងកងទួតបាទនៅខាងភ្នំត្រប់បាទគាត់ថតបានបងប្អូនបាទថតបានបាទស្វាដស្លាបបាទពិតជាចម្លែកមែនបងប្អូនមិនដែលធ្លាប់ឃើញសោះបាទដើរទៅបាទគឺមានតែវាមួយទេបងប្អូនមានតែឯងមានតែម្នាក់ឯងបាទដោយសារវារូបរាងវាខុសប្លែកពីគេដើរទៅណាទៅណាគឺដើរតែឯងបាទបងប្អូនមើលទៅគឺពិតជាប្លែកមែនទេបងប្អូនបាទបងប្អូនអាចគ្រប់ឃើញខ្លះបាទជួយខមមិនប្រាប់ម្នាក់មួយផងបាទបងប្អូនខ្ញុំទៅតែលើកទី1បងប្អូនតែឃើញសត្វស្វាដូចស្លាបបាទស្លាបនេះគឺដូចស្លាបសត្វអីចឹងបងប្អូនមានរោមមានអីចឹងបាទក៏ដុល្លារវាដូចស្លាបវាដូចស្លាបសត្វជាវតែនេះគឺដូចស្លាបសត្វហាបងប្អូនដូចស្លាបសត្វរោមប្លែកមែនទេបងប្អូនណាខ្លះគ្រប់ឃើញជួយប្រាប់ផងបងប្អូនខ្ញុំទៅឃើញលើកទី1នេះបងប្អូនសត្វស្វាដូចស្លាបពិតជាចម្លែកមែនបាទបងប្អូនពិតជាមិនដែលធ្លាប់ឃើញពីមុនមកទេបងប្អូនបាទសត្វស្វា